ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរនៅប្រទេសកម្ពុជាអាចប្រើប្រាស់កម្មវិធីទូទាត់បាគងទេសចរជាមួយនឹងការស្កេន QR ដែលជា QR ស្តង់ដាររួមរបស់ប្រទេសកម្ពុជានាយកសាខាធនាគារជាតិនៃកម្ពុជាខេត្តបាត់ដំបងលោកជាសធុនបានបញ្ជាក់ថាឥឡូវនេះភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរនៅក្នុងប្រទេសកម្ពុជាអាចប្រើប្រាស់កម្មវិធីទូទាត់បាគងទេសចរជាមួយនឹងការស្កេន QR ដែលជា QR ស្តង់ដាររួមរបស់ប្រទេសកម្ពុជាការថ្លែងបែបនេះក្នុងពេលដែលសាខាធនាគារជាតិនៃកម្ពុជាខេត្តបាត់ដំបងបានរៀបចំពាក្យបណ្ដុំបណ្ដាលស្ដីពីកម្មវិធីទូទាត់បាគងទេសចរនៅខេត្តបាត់ដំបងដែលមានការចូលរួមពីប្រតិភូមន្ត្រីបច្ចេកទេសនាយកដ្ឋានព័ត៌មានវិទ្យានាយកនាយិកាតាមបណ្ដាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងខេត្តបាត់ដំបងនិងខេត្តបៃលិនព្រមទាំងម្ចាស់សណ្ឋាគារផ្ទះសំណាក់និងភោជនីយដ្ឋានជាច្រើនរូបទៀតលោកជាសធុនបានលើកឡើងថាដើម្បីជួយសម្រួលដល់ការទូទាត់ប្រាក់របស់ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរមកលេងប្រទេសកម្ពុជានិងដើម្បីចូលរួមលើកកម្ពស់ប្រាក់រៀលផងនោះធនាគារជាតិនៃកម្ពុជាបានដាក់ឲ្យដំណើរការជាបឋមកម្មវិធីទូទាត់បាគងទេសចរកាលពីថ្ងៃទី19ខែសីហាឆ្នាំ2024កន្លងមកលោកនាយកសាខាធនាគារជាតិនៃកម្ពុជាខេត្តបាត់ដំបងបានបញ្ជាក់ថាជាមួយនឹងការអភិវឌ្ឍនៃការទូទាត់បែប Digital នៅកម្ពុជាឥឡូវនេះភ្ញៀវទេសចរដែលធ្វើដំណើរនៅប្រទេសកម្ពុជាអាចប្រើកម្មវិធីទូទាត់បាគងទេសចរនេះដើម្បីធ្វើការ Scan QR ដែលជា QR ស្តង់ដាររួមរបស់ប្រទេសកម្ពុជាដែលមានប្រមាណ4លានទីតាំងនៅទូទាំងប្រទេសកម្ពុជាដើម្បីដាក់ឲ្យភ្ញៀវទេសចរប្រើប្រាស់ក្នុងការទូទាត់បែប Digital នេះលោកបានបន្តទៀតថាដើម្បីផ្សព្វផ្សាយអំពីកម្មវិធីទូទាត់បាគងទេសចរដើម្បីគ្រប់គ្រងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកម្សាន្តប្រទេសកម្ពុជានិងជំរុញការប្រើប្រាស់ប្រព័ន្ធទូទាត់ដល់ទេសចរឲ្យកាន់តែទូលំទូលាយនោះសាខាធនាគារជាតិនៃកម្ពុជាបានរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងគឺផ្សព្វផ្សាយដល់ប្រតិបត្តិការផ្ទាល់ជាមួយនឹងជនបរទេសលោកដាក់ក្តីសង្ឃឹមថាតាមរយៈវគ្គបណ្ដុះបណ្ដាលនេះប្រតិបត្តិការនឹងយល់ជ្រៅជ្រាបអំពីកម្មវិធីនេះកាន់តែច្បាស់ថែមទៀតនិងជួយផ្សព្វផ្សាយបន្តទៅដល់ជនបរទេសក្នុងគោលបំណងជួយជំរុញដល់វិស័យទេសចររបស់ប្រទេសកម្ពុជាយើងក៏ដូចជាជំរុញការប្រើប្រាស់ប្រាក់រៀលដែលជារូបិយវត្ថុជាតិយើងហើយកម្មវិធីទូទាត់បាគងទេសចរគឺជាកម្មវិធីទូរស័ព្ទដៃដែលអាចទាញនិងចុះឈ្មោះបានដោយអ៊ីមែលតាមជំហានងាយៗបំផុត